យើងជួបគ្នានៅមេរៀនថ្មីគឺមេរៀនប្រកបហើយមេរៀនប្រកបនេះដែរគឺយើងត្រូវខំប្រឹក្សាសិក្សាហើយនឹងរៀនទាំងអស់គ្នាដោយសារមេរៀនប្រកបនេះគឺពិបាកនៅក្នុងការទាញសូរជាងហើយយើងចាប់ដើមទាំងអស់គ្នាមេរៀនទី42កប្រកបនឹងកហើយប្រកបនឹងកនៅក្នុងថ្ងៃនេះគឺយើងប្រកបនឹងកប៉ុន្តែប្រើជាមួយនឹងព្យញ្ជនៈពួកអហើយការប្រើជាមួយនឹងព្យញ្ជនៈពួកអគឺយើងអានដោយមិនដូរសូរស្រៈអ៊ីស័យទេតោះការអានព្យាង្គបនឹងកបខនឹងកខតនឹងកតដនឹងកដសនឹងកសលនឹងកលចនឹងកចអនឹងកអចឹងការអានគឺយើងត្រូវតែប្រើចង្អុលដៃអានតាមរបៀបដែលលោកគ្រូបានបង្ហាញចំពោះតារាងទី2របៀបនៃការអានតារាងទី2នេះគឺយើងមាន2របៀបហើយលោកគ្រូនឹងអានរបៀបទី1ហើយដល់ពេលពាក្យកណ្ដាលទៀតលោកគ្រូនឹងអានរបៀបទី2ហើយរបៀបទី1និងរបៀបទី2នឹងអានបែបណាក៏បានដែរបើសិនជាយើងពូកែហើយយើងអានរបៀបទី2ទៅបើថាយើងមិនទាន់ពូកែទេយើងអានរបៀបទី1ទៅរបៀបទី1គឺយើងអានផ្សំសូរស្រៈនិស្ស័យជាមួយនឹងព្យញ្ជនៈឆអាឆាឆានឹងកឆាដអែដែរនឹងកដែកចអូចូលនឹងកជោកផផផនឹងកផឹកបើរបៀបទី2វិញយើងអានផ្សំតែម្ដងគឺកនឹងកកប់បើនឹងកបើកជេនឹងកជែកថោនឹងកថោកតែជាទូទៅយើងអានរបៀបទី1ដើម្បីឲ្យយើងហ្នឹងស្ទាត់ជាមួយនឹងការទាញសូរហើយជាពិសេសសិស្សដែលមិនទាន់ពូកែក៏គាត់អាចអានបាននៅក្នុងរបៀបទី1ដែរគឺឆអាឆានឹងកឆាហើយខាងក្រោមនេះអានតរហូតដូចគ្នាហើយក្នុងការអាននៅក្នុងមេរៀននេះគឺតម្រូវឲ្យត្រូវតែអានដោយប្រើចង្អុលដៃគឺត្រូវតែចង្អុលដៃចង្អុលឲ្យត្រូវតាមតួអក្សរហើយនឹងពាក្យជាពិសេសគឺយើងត្រូវបញ្ចេញសូរឲ្យបានច្បាស់កុំថាបន្លំដោយសារប្រកបនឹងព្យញ្ជនៈមួយហ្នឹងសូរខ្លះវាស្រដៀងគ្នាតើយើងថាច្បាស់ទៅយើងញែកសូរដាច់ចូលទៅដល់ការអានពាក្យចចអំបុកចំណែកដំណេកជែកទុំសំបុករោហែកសោបសៅលំបាករោបើកយើងចូលទៅដល់ការអានអត្ថបទខ្លីការអានអត្ថបទខ្លីអំបុកសំបងរោមតិចនឹមកុកបុកអំបុកកុកថាគួចែកអំបុកជាចំណែកសេកចឹកជែកទុំស៊ីលើសំបុកចកុកនឹមសេកស៊ីអំបុកជែកទុំចសេកកុករំឡកចឹងមេរៀនយើងបានមកដល់ទីបញ្ចប់ហើយចឹងហើយកូនទាំងអស់គ្នាត្រូវតែបើកសៀវភៅអានហើយនឹងប្រើចង្អុលដៃព្រមទាំងអានដោយបញ្ចេញសូរសំឡេងឲ្យបានច្បាស់ហើយកុំបន្លំជួបគ្នានៅវីដេអូក្រោយ